ចំពុកទាខឲ្យផ្លាយមេពូចេញមកឡើងជាប់ភ្នែទាខជាប់ភ្នែនេះតបងប្អូននឹងពីវិធីសាស្ត្រធ្វើដែរមិនធ្វើចេញមកបានជាប់ភ្នែចុះសម្រាប់បាយបឋមយើងជាមួយនឹងសាច់តុនមានពុកទាកឡុកញ៉ាំជាមួយនឹងពុកទាជាប់ភ្នែនិយាយពីថាត្រូវគ្នាសាហាវហើយនេះខ្ញុំប្រើសាច់ស្មើមុខចំនួនកន្លះគីឡូខ្ញុំអត់យកស្បែកវាទេខ្ញុំហាន់វាជាប្រទេសទូចយកវាមកបន្លាក់ខ្ញុំមានទឹកស៊ីអ៊ីវទឹកម្ទេសប្រេងខ្យងខ្ញុំបន្ថែមម្សៅស៊ុបនិងប៊ីចេងបន្តិចហើយខ្ញុំច្របាច់គ្រឿងមួយសាច់នឹងឲ្យចូលជាគ្នាបានល្អហើយខ្ញុំទុកវាមួយឡែកសិនហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមដាំឆ្នាំងឲ្យក្តៅខ្ញុំដាក់ទឹកហើយខ្ញុំបន្ថែមទឹកខ្មេះបន្តិចមុននឹងដាក់ស្ងោរបង្គាចូលហើយខ្ញុំបន្ថែមទឹកខ្មេះបន្តិចនឹងវាជួយឲ្យបង្គានឹងវាស្រួលបកពេលយើងស្ងោរហើយបន្តមកទៀតខ្ញុំកូរស្ករត្នោតឲ្យឡើងក្លិនឈ្ងុយខ្ញុំបន្ថែមទឹកស៊ីអ៊ីវចំនួន1កូនចានចូលហើយខ្ញុំដាក់ទឹកជាចំនួន3កូនចាននិងទឹកស៊ីអ៊ីវខ្មែរដើម្បីបង្កើនពណ៌ទឹកខយើងឲ្យកាន់តែមើលទៅពណ៌ស្អាតបងណាញ់មើលបានទឹកខ្មេះដែលយើងដាក់ចូលជាមួយនឹងទឹកស្ងោរពងនោះពេលយើងបកពងចេញមកវាអត់មានបែកមានអីទេហើយយើងចាក់ទឹកខយើងចូលមកបន្តមកទៀតខ្ញុំចាប់ផ្ដើមមកកូរពងជាបង្គាកឡុកម្ដងរាប់បង្គាកឡុករបស់ខ្ញុំមានថែមគ្រឿងអីទេគ្រាន់តែចៀនវាហើយទុកវាមួយឡែកសិនបន្តមកទៀតខ្ញុំយកសាច់ដែលបានបន្លាក់ហើយនឹងយកមកដាក់ចៀនហើយខ្ញុំបន្ថែមទឹកដោះគោខ្ទិះចំនួន1វែកសឡនិងទឹកដោះគោខាប់បន្តិចហើយខ្ញុំបន្ថែមស៊ីអ៊ីវខ្មែរចំនួន1វែកសឡដែរដើម្បីបង្កើនឲ្យពណ៌សាច់យើងមើលទៅពណ៌ស្អាតហើយគួរឲ្យចង់ញ៉ាំពីធ្វើគ្រឿងអីហើយគ្រប់មុខហើយចានបន្លាក់ក៏ច្រើនដែរឥឡូវខ្ញុំងាកមកលាងចានតិចសិនរាល់ថ្ងៃនេះនៅផ្ទះខ្ញុំប្រើសាប៊ូស្អាតជាផលិតផលរបស់ប្រទេសកម្ពុជាតែរូបមន្តនិងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េហើយសាប៊ូស្អាតមានក្លិនក្រអូបសំពីផ្លែក្រូចនិងប្រទេសកតុយកពើប្រើកាន់តែយូរដៃកាន់តែទន់ហើយសាប៊ូស្អាតអាចកម្ចាត់បាក់តេរីបានដល់ 99.9% សាប៊ូមួយប្រភេទនេះអាចកម្ចាត់ស្នាមប្រឡាក់និងកំណកខ្លាញ់បានស្អាតព្រោះវាខាប់ពពុះច្រើននិងលាងចានបានច្រើនឥឡូវខ្ញុំចាប់ផ្ដើមអាហារមួយទៀតកន្លុកជាសរសៃនិងសាច់ជ្រូកជាចំណិតទូចរាប់បាយបឋមមួយមុខនេះមើលទៅធម្មតាទេតែអីដែលពិសេសហ្នឹងគឺពងទាខជាប់ភ្នៅដែលយើងធ្វើចេញមកជាប់ភ្នៅបានល្អខ្លាំងមែនទែនបងប្អូនមើលតែសម្រាប់បាយបឋមដែលខ្ញុំធ្វើនេះក៏ដឹងថាតំណងប៉ុណ្ណាដែរបើបងប្អូនចង់ដឹងពីព័ត៌មានបន្ថែមឬជួយផលិតផលសាប៊ូស្អាតនេះអាចតាក់ទងទៅកាន់ទំព័រ Facebook Page ស្អាត Cambodia នេះបានអរគុណបងប្អូនទាំងអស់គ្នាបាយបាយ